សំណួរតើរញ្ជួយដីនៅទីក្រុងតូក្យូនិងទីក្រុងកាណាកាវ៉ាក្នុងប្រទេសជប៉ុនឆ្នាំ1923បានបំផ្លាញអ្វីខ្លះចម្លើយការរញ្ជួយដីនៅទីក្រុងតូក្យូនិងទីក្រុងកាណាកាវ៉ាក្នុងប្រទេសជប៉ុនបានបណ្ដាលឲ្យមនុស្សស្លាប់ជាង 10,000 នាក់របួសនិងបាត់ខ្លួនជាង 43,000 នាក់បាត់បង់ជម្រកជាង 3,400,000 នាក់ហើយបំផ្លាញគេហដ្ឋានអស់ជាង 700,000 ខ្នងសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីៗបន្ថែមទៀតសូមអរគុណ